Cả bị bẹt là miền bờ phía bọn cùng thô rồi miền nơi mình nụ miền vây chầm ran từ 10 năm từ nâng săn là mất thật đào nơi dục hay phần tay lòng từในสกราชบอกព្រះរាមាប្រភា100 ឆ្នាំដល់1ឆ្នាំសប្តាហ៍ថ្ងៃនេះនៅសល់ប្រមាណ74 ឆ្នាំក៏សន្មត់ថាដល់អាយុខៃប៉ុន្តែក្នុងសម័យបច្ចុប្បន្នយើងនេះមិនទាន់អស់អ្នកអាយុវែងនៅឡើយទេអ្នកអាយុវែងហ្នឹងគឺថាមានលើសពី74 75ខ្លះក៏មានដល់ទៅ100 វស្សាក៏មានដែរដូចជាឧទាហរណ៍ជាក់ស្ដែងសម្ដេចព្រះមហាសមេធាធិបតីគតិទេសបណ្ឌិតដាច់ព្រះសង្ឃរាជស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាប្រហែលថ្ងៃទៀតរាជពិធីចម្រើនបជនគម្រប់ខួប100ព្រះវស្សារបស់ព្រះអង្គគឺថាមនុស្សយើងនៅមានអ្នកអាយុវែងដល់អាយុខៃជំនាន់ព្រះទៅទៀតត្រង់នេះចង់បញ្ជាក់ថាវែងឬខ្លីយូរឬឆាប់បានដោយបំណងឬមិនបានដោយបំណងមិនមែននៅលើយើងអ្នកកំណត់ទេសភាវៈលើលោកនេះមិនមែនចេះតែចង់ហើយគ្រាន់តែចង់បាននោះទេត្រូវការហេតុជាបច្ច័យគឺកម្មដែលជាកុសលនិងអកុសលនឹងមកសេសៈផងដូចជាអាយុជីវិតជាឧទាហរណ៍អញ្ចឹងមនុស្សមានតែចង់អាយុខ្លីឯណាម្នាក់ចង់រស់បានវែងដល់អាយុខៃឬក៏ថារស់ឲ្យយូរជាងអាយុខៃទៅទៀតប៉ុន្តែសេចក្តីនៃការចង់បាននោះគឺថាមិនដូចបំណងខ្លះទៅក៏បានត្រឹមតែ10 ឆ្នាំ7 ឆ្នាំខ្លះមិនទាន់ទាំងបានកើតទៅទៀតត្រូវរលូតឬក៏ថាកម្មមិនត្រូវរលូតអីទេប៉ុន្តែមេដាបៃតាខ្វះគុណធម៌អីជាដើមទៅក៏ឡាប់ធ្វើសត្វឲ្យធ្លាក់ចុះក្នុងកន្លងគឺថាសម្លាប់ចំពោះទារកដែលមិនទាន់នឹងតាំងនៅដោយបញ្ចៈរាងកាយគ្រប់អវយវៈនៅឡើយក៏មាននឹងគឺថារឿងទាំងអស់លើលោកនឹងមិនមែនស្ថិតនៅលើចង់ហើយគ្រាន់តែចង់មួយយ៉ាងហើយបានទេបើគ្មានអ្វីគ្រាន់តែថាចង់ហើយបាននោះគឺមិនមានព្រោះថាអ្វីគ្រប់យ៉ាងសឹកតែជាការសិក្សាវិចិត្ររបស់កម្មយ៉ាងពិតប្រាកដកម្មគឺទង្វើដែលយើងបានធ្វើប្រចាំថ្ងៃហ្នឹងនឹងផ្សំពីផលនៃទង្វើដែលយើងបានធ្វើមកក្នុងកាលកន្លងដោយតែខ្ញុំបកណាម្ចាស់អញ្ចឹងខ្ញុំកណាម្ចាស់ពីដើមមកមិនជាអ្នកមានអធិស្រ័យសម្ដែងធម៌អីទេគឺថាមិនចង់រុញរាក្នុងការសម្ដែង
ពេញតែអធិស្ស្រ័យក្នុងការនៅស្ងាត់ដេកស្ងាត់ដើរស្ងាត់អង្គុយស្ងាត់ឬក៏សង្ងំស្ងាត់មិនជាពេញអធិស្ស្រ័យក្នុងការរស់នៅចំណោមមនុស្សនិគមឬក៏ថាពេញអធិស្ស្រ័យក្នុងការគៀងគរនៅបរិស័ទដោយធម៌ពិសេសទេសនាឬថាដោយប្រយោគកថាណានោះគឺថាពីដើមមកមិនជាមានអធិស្ស្រ័យបែបនោះទេប៉ុន្តែសពថ្ងៃដោយការប្រែប្រួលដោយហេតុនិងបច្ច័យធ្វើខ្ញុំកណ្ដាលខ្ញុំមិនជាអ្នកពេញអធិស្ស្រ័យក្នុងការរស់នៅចំណោមមនុស្សតែត្រូវរស់នៅក្នុងចំណោមមនុស្សជាអ្នកមិនពេញអធិស្ស្រ័យក្នុងការកាត់ដើរកាត់នៅវងមនុស្សតែបែរជាត្រឡប់មកត្រូវដើរឆ្លងកាត់នៃវងមនុស្សចេញពីវិស័យមនុស្សដែលមានការរុញរាក្នុងការសម្ដែងនៅព្រះធម៌បែរជាទទួលភារៈជាអ្នកដែលត្រូវសម្ដែងព្រះធម៌ទៅវិញលោកទាំងឡាយឃើញទេហេតុយ៉ាងនេះមិនបានតាមយើងចង់ទេគឺអាស្រ័យការសិក្សាការវិចិត្ររបស់ទង្វើដែលធ្លាប់សាងហើយឲ្យផលមកព្រោះហេតុដូចម្ដេចទៅទើបខ្ញុំកណ្ដាលខ្ញុំមានអធិស្ស្រ័យរុញរាក្នុងការសម្ដែងធម៌លោកទាំងឡាយត្រូវជ្រាបថាការសម្ដែងនៅធម៌វិសេសទេសនាប្រែថាជាការអប់រំទូមានដល់បរិស័ទពាក្យអប់រំទូមាននេះទោះយើងធ្វើហើយក៏ដោយមិនធ្លាប់ធ្វើហើយក៏ដោយយើងល្អបរិសុទ្ធហើយក៏ដោយយើងមិនទាន់ល្អបរិសុទ្ធហើយក៏ដោយក៏ការទូមានរបស់យើងនេះដាច់ខាតត្រូវតែយកពាក្យអប់រំល្អយកមកលើកដើម្បីប្រកាសសម្ដែងចុះបើលើកយកពាក្យល្អមកប្រកាសសម្ដែងសោះហេតុដូចម្ដេចទើបរុញរាហេតុដែលរុញរានោះព្រោះថាធម្មតាកាលណាប្រកាសសម្ដែងទៅហើយនៅព្រះធម៌ក្តីព្រះវិន័យក្តីព្រះសូត្រក្តីព្រះអភិធម្មក្តីកាលណាប្រកាសទៅចំពោះជនពួកបុគ្គលដែលជ្រះថ្លាហើយខ្វះបញ្ញាគ្រប់គ្រាន់នោះនឹងធ្វើឲ្យកើតទៅជារឿងផ្សេងប៉ុន្តែបើប្រកាសទៅហើយចំពោះបុគ្គលដែលមិនមែនជាអ្នកជ្រះថ្លាវិញនោះនឹងរឹងរិតកើតទៅជារឿងផ្សេងជាពិសេសគឺអតិកោក្នុងសាសនានឹងឯងធម្មតាសត្វលោកនេះមិនបានប្រកាន់យកនៅលទ្ធិសាសនាដោយគ្រប់ជ្រុងជ្រោយនោះទេប៉ុន្តែច្រើនតែយកទស្សនៈដែលជាគំនិតផ្ទាល់ខ្លួនឬក៏ការគិតផ្ទាល់ខ្លួនបូកផ្សំជាមួយនឹងភាពប្រាថ្នានៅលៀបសក្ការៈខ្លះឬក៏មានភាពច្រណែនហួងហែងខ្លះបង្កើតឲ្យបានជាពួកជាក្រុមក្រោមម្លប់សាសនាតែមួយ
ដោយមិនព្រមស្ដាប់ហេតុនិងផលពិនិត្យមើលអំពីបច្ច័យជាពិសេសគុណទោសហេតុដែលកើតឡើងអាស្រ័យកម្មជាអ្នកសិក្សាលើលោកនេះមនុស្សប្រកបដោយធម៌ច្រើនជាងមនុស្សប្រកបដោយទិដ្ឋិឬក៏មនុស្សដែលប្រកបដោយទិដ្ឋិឬប្រកបដោយធម៌ច្រើនជាងបានន័យថាមនុស្សដែលប្រកបដោយទិដ្ឋិច្រើនជាងមនុស្សដែលប្រកបដោយធម៌អញ្ចឹងហើយទិដ្ឋិនេះមិនប្រកាន់ខ្លួនទេទិដ្ឋិនេះវាចូលទៅជ្រាបនៅក្នុងបុគ្គលដែលមានវណ្ណៈអន្ថយវណ្ណៈមធ្យមវណ្ណៈខ្ពង់ខ្ពស់វាទៅស្ថិតនៅក្នុងសាមណៈជីព្រាហ្មណ៍ប្រសង់ធម្មាចារ្យគ្រូអាចារ្យឬក៏ថាអ្នកឯណាទាំងអស់គឺថាច្រើនប្រកបដោយទិដ្ឋិជាជាងមាននៅធម៌ដោយសម្គាល់ថាគេមិនប្រសើរជាងខ្លួនព្រោះប្រព្រឹត្តនៅធម៌មិនសមដល់ខ្លួនគេមិនដូចខ្លួនគេខុសដោយសម្គាល់ត្រង់ដែលថាគេប្រណិប័តខុសអំពីខ្លួនជាដើមត្រង់នេះហើយដែលជាអ្នកប្រកាន់ដោយទិដ្ឋិទិដ្ឋិនេះប្រកាន់ដោយបើកចំហក៏មានប្រកាន់ដោយលាក់កំបាំងក៏មានអ្នកខ្លះបង្កើតនៅទិដ្ឋិរបស់ខ្លួនណាដើរទៅចាក់ទៅបញ្ជ្រាបគ្រប់ស្រទាប់វណ្ណៈដោយសំអាងថាការប្រណិប័តរបស់ខ្លួនល្អប្រសើរត្រឹមត្រូវទិដ្ឋិខ្លះមិនអាចបញ្ចេញមុខជាសាធារណៈបានប៉ុន្តែទៅបញ្ជ្រាបក្នុងទីស្ងាត់កំបាំងក៏បង្កើតឲ្យកើតជាពួកគណៈក្រុមយូរទៅបង្កឲ្យមានភាពបែកបាក់រង្គោះរង្គើសម្រាប់ផ្ទៃក្នុងសាសនាជាដើមបញ្ហាជាតិក៏ដូចគ្នាកាលណាតែនិយាយទៅដល់ពាក្យថាស្នេហាជាតិតើមានបុគ្គលរូបណាដែលមិនប្រកាសថាខ្លួនជាអ្នកស្នេហាជាអ្នកស្រឡាញ់ប៉ុន្តែសួរថាការស្រឡាញ់របស់បុគ្គលនោះតិចជាងគ្នាឬច្រើនជាងគ្នាឬត្រង់កន្លែងនេះមិនសូវជាខុសគ្នាប៉ុន្មានទេប៉ុន្តែអ្វីដែលខុសគ្នានោះគឺទស្សនៈនិងទិដ្ឋិទៅវិញដែលធ្វើឲ្យមនុស្សភ័ន្តច្រឡំហើយបង្កើតនៅការខុសត្រូវវាស់ស្ទង់គ្នាតាមតែទិដ្ឋិយូរលែងអីនឹងឲ្យប្រទេសជាតិនេះបែកបាក់ដូចគ្នាតាមពិតទៅក្បួនខ្នាតក្នុងសាសនាក៏មានសម្ដែងសពគ្រប់បែបយ៉ាងតែទាំងអស់ហ្នឹងគ្រាន់តែមនុស្សប្រកាន់ដោយទិដ្ឋិនិងទស្សនៈទេដែលលើកយកជ្រុងមួយមកគប់ជ្រុងមួយធ្វើឲ្យជ្រកក្នុងដំបូលតែមួយហើយរង្គើសរង្គើតែក្នុងផ្ទះខ្លួនឯងហ្នឹងកាលដែល
ជ្រកក្រោមដំបូលប្រទេសជាតិមួយហើយមាននៅទិដ្ឋិនិងទស្សនៈផ្សេងគ្នាផ្ទុយគ្នាក៏បង្កឲ្យកើតទៅជាសត្រូវជាមួយនឹងគ្នាបាននេះទាំងអស់នេះគឺដោយច្រើនទៅក្នុងសម័យបច្ចុប្បន្នកើតឡើងអំពីវាទៈដែលសំណាក់មួយចោតសួរគ្នាកើតឡើងអំពីទិដ្ឋិដែលសំណាក់មួយប្រកាសសម្ដែងគ្នាឲ្យអ្នកដែលជ្រះថ្លានឹងខ្លួនបានស្ដាប់ហើយអ្នកដែលជ្រះថ្លានោះក៏ប្រកាន់មមតាមពាក្យទូន្មានរបស់អាចារ្យរបស់ខ្លួនត្រង់នេះហើយដែលធ្វើឲ្យខ្ញុំមកដាខ្ញុំតាំងតែពីដើមមកមិនមែនជាអ្នកពេញអធ្យាស្រ័យក្នុងការសម្ដែងនៅព្រះធម៌ទេព្រោះខ្ញុំមកដាឃើញពីហេតុដែលមិនគួរនឹងសម្ដែងក្នុងកាលជាបច្ចុប្បន្នព្រោះព្រះធម៌នេះត្រូវគ្នាដោយឧបនិស្ស័យមិនមែនសម្ដែងមួយគាថាហើយប្រារព្ធចំពោះមនុស្សក្នុងវត្តដាក់នេះទាំងមូលទេអញ្ចឹងហើយការសម្ដែងទៅត្រូវអធ្យាស្រ័យនឹងបរិស័ទពួកនេះក៏ប្រកាសថានឹងខុសអធ្យាស្រ័យចំពោះបរិស័ទពួកនោះមិនខានត្រង់នេះហើយដែលសត្វលោកមិនបានជាអ្នកប្រកាន់ធម៌ឲ្យមមមួនប្រែផ្ទុយទៅជាអ្នកប្រកាន់ទិដ្ឋិវិញបង្កឲ្យកើតទៅជាចំនួនសាសនាហើយចំនួនសាសនានេះមិនចំណេញអ្វីក្រៅពីការបែកបាក់ប្រទេសជាតិបែកបាក់កម្លាំងសាមគ្គីខ្មែរនឹងខ្មែរបងនឹងប្អូនកូននឹងចៅមើលមុខគ្នាមិនត្រូវនោះទេនេះជារឿងដែលលោកទាំងឡាយគប្បីគិតដូចជាខ្ញុំបកណាខ្ញុំចាស់តែងតែប្រកាសសម្ដែងអញ្ចឹងទៅអ្នកដែលជ្រះថ្លាខ្ញុំបកណាដល់ច្រើនទៅច្រើនតែជ្រុលហួសទៅជឿទៅលើអវ័យផ្សេងដែលមិនមែនជាទីពឹងជាប់លាប់ជាក់លាក់សម្រាប់ខ្លួនប៉ុន្តែអ្នកដែលមិនជ្រះថ្លាទៅក៏ស្ដាប់ភ័ន្តច្រឡំថាទៅជារឿងដែលអូសទាញបរិស័ទឲ្យស្ថិតនៅក្នុងផ្ទះដោយប្រការណាមួយចឹងទៅប៉ុន្តែកាលដែលប្រកាសសម្ដែងរបស់ខ្ញុំបកណាខ្ញុំគ្រាន់តែចង់ចង្អុលបង្ហាញពីការពិតនៃភាពពិតរបស់លោកនឹងឯងថាវាមានសភាពយ៉ាងនេះវាមានដំណើរយ៉ាងនោះព្រោះអាស្រ័យហេតុយ៉ាងនេះជាដើមប៉ុន្តែពេលដែលស្ដាប់ទៅបើមនុស្សជាប់ដោយទិដ្ឋិណាមួយហើយក៏ច្រើនតែអូសទាញឲ្យចូលទៅក្នុងទិដ្ឋិមួយនោះធ្វើឲ្យកើតទៅជាអតិកោផ្សេងជាដើមចឹងហើយទើបខ្ញុំកណ្ដាលខ្ញុំចេះតែប្រកាសថាដល់រដូវវស្សានេះគឺថាសុំសម្រាព្រោះឃើញទោសក៏កើតឡើងពីអត្តកោផ្សេងដែលនាំឲ្យទៅជាហេតុនាំឲ្យទៅជាបច្ច័យនៃការបែកបាក់ជាពិសេសក្នុងបុព្វហេតុជំនឿសាសនាជាដើមប៉ុន្តែដែលយើងទាំងឡាយព្រមឈប់នេះមិនមែនពោលថាយើងជាអ្នកប្រកាន់ខុសឬក៏ប្រណិប័តខុសអ្វីនោះទេប៉ុន្តែដើម្បីសម្រួលដល់ស្ថានភាពដែលគួរឲ្យស្ថិតនៅប្រសើរនិងស្ថានភាពដែលមិនគួរឲ្យស្ងប់រងាប់ទៅអាស្រ័យពេលវេលាហ្នឹងឯង
លោកទាំងឡាយលើលោកនេះណាគ្មានអ្វីដែលបណ្ដោយពិសោធន៍ការពិតជាជាងពេលវេលានោះទេមានតែពេលវេលាទេដែលជាអ្នកបន្សោតបង្ហាញបើកកកាយឲ្យឃើញអំពីភាពពិតនិងភាពមិនពិតនៃលោកនេះដរាបណាថ្ងៃមិនទាន់លិចពេលវេលាដែលព្រះអាទិត្យមិនទាន់អស់ស្ដង់គត់នោះភាពពិតនៃភាពងងឹតអន្តកាលនឹងមិនមានប្រកបចំពោះសត្វលោកទេប៉ុន្តែដរាបណាព្រះអាទិត្យមិនទាន់រះឡើងអរុណមិនទាន់រះឡើងគឺភាពពិតនៃពន្លឺភ្លឺស្វាងក្នុងលោកនេះក៏មិនទាន់ជាក់ច្បាស់ចំពោះលោកដែរអញ្ចឹងហើយយើងសពថ្ងៃនេះមិនមែនកំពុងតែស្ថិតនៅក្នុងយប់អន្តកាលនោះទេប៉ុន្តែក៏មិនមែនតែកំពុងរស់នៅក្នុងភាពភ្លឺស្វាងដែរតែយើងស្ថិតនៅក្នុងចន្លោះនៃភាពភ្លឺស្វាងនិងភាពអន្តកាលភាពអន្តកាលហេតុដូចម្ដេចទើបពោលថាយើងមិនស្ថិតនៅក្នុងភាពអន្តកាលព្រោះដោយសារថាយើងនៅមានព្រះពុទ្ធសាសនានៅឡើយដែលជាសាសនាសម្រាប់ទូមានបំភ្លឺប៉ុន្តែបើដូច្នោះហេតុដូចម្ដេចទៅពោលថាយើងមិនស្ថិតនៅក្នុងភាពភ្លឺស្វាងព្រោះថាព្រះបរមគ្រូនៃយើងព្រះអង្គប្រនិព្វានបាត់ទៅហើយដោយសារតែព្រះបរមគ្រូនៃយើងប្រនិព្វានទៅដូច្នេះហើយទើបអស់អ្នកផ្ទៀងផ្ទាត់ដល់បរិស័ទឥឡូវសំណាក់គ្រូមួយច្រើនតែទាយចិត្តព្រះបានន័យថាពោលសម្ដែងព្រះធម៌តាមតែខ្លួនចេះទៅហើយប្រកាសថានឹងហើយជាពុទ្ធដីកាព្រះអង្គសម្ដែងអញ្ចឹងព្រះអង្គសម្ដែងអញ្ចឹងទាំងដែលមិនច្បាស់ថាគោលបំណងនៃព្រះពុទ្ធអង្គសម្ដែងក្នុងកាលនោះតើព្រះអង្គមានពុទ្ធបំណងយ៉ាងដូចម្ដេចផងនោះដោយជារឿងដិរច្ឆានវិជ្ជាអីជាដើមអញ្ចឹងទៅព្រះពុទ្ធអង្គប្រកាសសម្ដែងអំពីដិរច្ឆានវិជ្ជាក្នុងសម័យនោះពុទ្ធបំណងព្រោះហេតុយ៉ាងនេះដល់តែសត្វលោកសពថ្ងៃទាញឲ្យចូលគ្រប់រឿងហើយប្រកាន់ថានោះជាពុទ្ធបំណងថានោះជាពុទ្ធដីកាធ្វើឲ្យកើតជាចំនួនសាសនាភាពរ៉ាំរ៉ៃនៃការបែកបាក់រវាងជំនឿនិងជំនឿពុទ្ធសាសនាសពថ្ងៃមានច្រើនប្រទេសប៉ុន្តែបើចាប់ប្រទេសទាំងអស់នោះយកមកផ្ទៀងផ្ទាត់ថាប្រទេសមួយណាប្រណិប័តត្រឹមត្រូវរកអត់ឃើញទេព្រោះថាព្រះពុទ្ធសាសនានេះវេលាណាដែលចូលទៅតាំងនៅក្នុងប្រទេសណាគឺសម្របខ្លួនតាមរបៀបរបបរបស់ប្រទេសនោះអញ្ចឹងហើយប្រពៃណីជនជាតិធ្លាប់មានដូចម្ដេចពេលដែលព្រះពុទ្ធសាសនាចូលមកដល់ក៏បន្សាំខ្លួនបែបនោះទៅពុទ្ធសាសនាយើងមានភ្ជុំបិណ្ឌមានចូលឆ្នាំមានកឋិនហែអកឹកកខៈពុទ្ធសាសនាប្រទេសខ្លះមានដែរកឋិនអីហ្នឹងតែអត់មានភ្ជុំបិណ្ឌអត់មានចូលឆ្នាំអីទេកឋិនអីមានដែរតែរបៀបរបបក៏មិនដូចគ្នាហើយដល់ប្រទេសខ្លះមានការប្រើប្រាស់ស្បង់ជីវរខុសគ្នា
ការប្រើប្រាស់បាតខុសគ្នាទន្ទឹមនឹងនោះសោតសំបីតែព្រះពុទ្ធសាសនាស្ថិតក្នុងប្រទេសតែមួយហើយណាក៏នៅតែបង្កើតជានិកាយ2ឬ3ប្រទេសខ្លះមានដល់9និកាយដូចជាភូមាអីពុទ្ធសាសនាមាន9និកាយថៃមាន3និកាយកម្ពុជាមាន2និកាយជាដើមស្រីលង្កាមាន4តាមនិកាយមួយនោះទៀតសោតក៏ប្រកាន់ការប្រណិប័តคล้ายពីគ្នាទៅទៀតនេះជាបើចាប់ទាំងអស់គ្នាមកផ្ទៀងផ្ទាត់គឺថានិកាយមួយទាញរកតែភាពត្រឹមត្រូវរៀងខ្លួនហើយក្នុងចំណោមនិកាយមួយនោះទៀតក៏បែងចែកជាបច្ចជាពួកជាក្រុមយកត្រូវរៀងខ្លួនដែរមាននរណាដែលព្រមខុសនោះមានទេអត់ដោយសារតែគ្មានអ្នកព្រមខុសនឹងហើយទើបខ្ញុំបកណាខ្ញុំពោលថាមនុស្សសពថ្ងៃប្រកបដោយទិដ្ឋិច្រើនជាជាងប្រកបដោយធម៌ខ្លួនមិនចេះខុសចាប់អាចតែប៉ុណ្ណឹងនេះរឿងទាំងអស់ប្រកើតឡើងព្រោះទិដ្ឋិជាចំបងហើយទិដ្ឋិនឹងមាននេះណាតតឹងតតែងមិនព្រមស្ដាប់មិនព្រមញោមមិនព្រមជឿទេគឺអំណាចនៃមេនះហ្នឹងគឺតែធំធេងជាងអំណាចភាពត្រឹមត្រូវទៅទៀតណាបើមនុស្សទម្លាក់ចោលនៅមេនះប្រកាន់យកភាពត្រឹមត្រូវមកប្រកាន់ភ្ជាប់មិនជាសូវកើតទុកមួម៉ងសៅម៉ងឬក៏ថាស្ដាយក្រោយអីទេជាច្រើនជួបប្រទះព្រោះថាហេតុដែលមានមេនះជាប់ខ្លួនមេនះរហូតបាត់បង់នៅជំនឿមេនះរហូតដល់ជឿងប់ងល់ពេកមេនះរហូតដល់ឆ្លោះប្រកែកគ្នាព្រោះជំនឿមេនះបែកបាក់គ្នាព្រោះតែការជឿនិងការមិនជឿដែលទង្វើទាំងអស់នេះគឺថាស្ថិតនៅក្នុងខ្លួនបុគ្គលម្នាក់សោះប៉ុន្តែទាញឲ្យទៅជារឿងដែលកើតឡើងវឹកវរបានធ្វើឲ្យបាត់បង់នៅភាពរុងរឿងត្រចះត្រចង់របស់ពូជសាសន៍ខ្លួននៃជាដើមនេះគឺដើមហេតុគឺកើតឡើងពីមេនះកូនឆ្លោះនឹងម្ដាយព្រោះមេនះរបស់កូនមានម្ដាយឆ្លោះនឹងកូនព្រោះថាមេនះរបស់ម្ដាយមាននរណាព្រមទទួលថាខ្លួនខុសបើមានមនុស្សព្រមទទួលថាខ្លួនខុសមនុស្សមិនឆ្លោះគ្នាទេមនុស្សពីរនាក់ឆ្លោះគ្នាដោយសារតែដដើមត្រូវរៀងខ្លួនហ្នឹងឯងតែបើមនុស្សពីរនាក់ដឹងតែខ្លួនខុសលែងរៀងខ្លួនទៅអត់ឆ្លោះគ្នាកើតទេប្តីប្រពន្ធក៏ដូចគ្នាគ្រួសារក៏ដូចគ្នាសង្គមជាតិក៏ដូចគ្នាអរិយធម៌វប្បធម៌អីហ្នឹងក៏ថាដូចគ្នាសឹកតអ្នកចេះសឹកតអ្នកត្រូវហើយចំណេញបានតែឆ្លោះគ្នាបើអញ្ចឹងសុខចិត្តធ្វើមិនចេះទៅល្អជាជាងបានមកវិញនៅការមិនឆ្លោះគ្នាមិនបែកបាក់គ្នាដែរអញ្ចឹងយើងមើល
បតនំនេះធ្វើអ្នកចេះណាស់បកើនតែមានអ្នកធ្វើអ្នកចេះណាស់អប់រំគេទូមានព្រានបដៅថាឲ្យចេះខន្តីអធិស្រ័យអត់ធ្មត់ស្គាល់ខុសស្គាល់ត្រូវប៉ុន្តែគ្មានទេដកតែក្បាលមេក្រូទៅចាក់រុកឆ្កឹះឆ្កៀលឌៀមដាមរុកគួនទាំងតែមនុស្សមិនធ្លាប់មានសត្រូវនឹងគ្នាផងក៏មានដែរទាំងដែលមនុស្សនោះមិនធ្លាប់ទៅជាអ្នកដែលប្រទុះនឹងគ្នាសោះក៏មានដែរព្រោះតែអីព្រោះតែប្រកាន់ទិដ្ឋិហ្នឹងឯងនេះប្រកាន់ថាអញចាស់ជាងអញក្រាន់បើជាងផ្លូវនឹងអញដើរមុនឬក៏អីអញ្ចឹងទៅរឿងដើរមុននិងដើរក្រោយមិនតែជាបន្ទាត់សម្រាប់មកវាស់ថាខុសឬត្រូវឯណាឥឡូវអ្នកចូលទៅក្នុងវត្តនេះចូលទៅឥឡូវម៉ោងឥឡូវហ្នឹងដើរចូលទៅមុនឃើញមនុស្សច្រើននឹង5ម៉ោងក្រោយមានមនុស្សម្នាក់ទៀតដើរកាត់តាមផ្លូវនឹងដែរហើយឃើញមនុស្សតិចហើយមនុស្សទាំងពីរហ្នឹងមកប្រកាន់ថាអញទៅវត្តថ្ងៃហ្នឹងមនុស្សច្រើនណាស់ហើយម្នាក់ទៀតមកជេរថាឯងទៅថ្ងៃណាទៅថ្ងៃទី9គ្មានទេគ្មានមនុស្សទេស្ងាត់ជ្រាបគ្រាន់តែខុសម៉ោងចេញចូលតែប៉ុណ្ណឹងភាពខុសគ្នាកើតឡើងអញ្ចឹងមានអីដែលដូចគ្នាបើមនុស្សប្រកាន់ភាពត្រូវរៀងខ្លួនប៉ុន្តែបើលើកមកវែកញែកវិនិច្ឆ័យថាអូអ្នកឯងទៅក្នុងម៉ោងប៉ុណ្ណេះវេលាប៉ុណ្ណេះប្រហែលជាមនុស្សច្រើនមែនហើយខ្ញុំទៅម៉ោងប៉ុណ្ណេះវេលាប៉ុណ្ណេះប្រហែលជាគេត្រឡប់ទៅផ្ទះវិញហើយបើប្រកាន់ឃើញអញ្ចឹងទៅឈប់ឆ្លោះគ្នាបាត់ហើយសម្គាល់ថាអូប្រហែលជាគេអ្នកដើមមុននោះជួបរឿងបែបនេះហើយឬក៏អញជាអ្នកដើមមុនជួបរឿងបែបនេះហើយគ្នាដែលជាអ្នកក្រោយនោះដើររឿងបែបនោះជួបរឿងបែបនោះហើយអីចឹងជាដែរប៉ុន្តែមនុស្សយើងណាស់តែយកគ្រាន់មាត់ថាមិនចង់គ្រាន់ប៉ុន្តែចិត្តចេះតែចង់យកធ្វើគ្រាន់ទៅវាបញ្ជាមាត់ឲ្យទៅនិយាយឲ្យតែគ្រាន់ដល់តែមាត់ប្រកាន់ថាខ្លួនជាអ្នកគ្រាន់ហើយគឺថាអ្នកផ្សេងមាននរណាដែលប្រសើរជាងខ្លួនបើមាត់កំពុងតែលើកថាខ្លួនជាអ្នកគ្រាន់បាត់ទៅហើយប៉ុន្តែបើចិត្តដឹងថារឿងហ្នឹងអូវិញចឹងមាត់នៅឲ្យស្ងៀមឬក៏ថានិយាយតាមតថារឿងហ្នឹងវិញចឹងហើយព្រោះហេតុយ៉ាងហ្នឹងអ្នកណាមានឧបនិស្ស័យណាប្រកាន់យកបែបហ្នឹងចុះគឺថាមិនកើតជាបញ្ហាអីទេកើតជាបញ្ហាអីទេប៉ុន្តែក្រឡេកមកមើលអ្នកដែលស្ដាប់វិញគឺថាសូមបង្កើតបញ្ញាជាសមាធិឲ្យច្រើនជាជាងជំនឿឬក៏មិនជំនឿអ្នកដែលមានជំនឿបើកាលណាពេកគេហៅថាងងើលប៉ុន្តែអ្នកដែលអត់ជំនឿបើពេកគេហៅថាអសទ្ធាជាអ្នកមិនមានសទ្ធាឬក៏បើខ្លាំងពេកគេហៅថាថ្មិលក៏មានដែរព្រោះថាជាមនុស្សអត់ជំនឿមនុស្សមានជំនឿពេកហៅថាងងើលមនុស្សអត់ជំនឿពេកគេហៅថាថ្មិលអញ្ចឹងទាំងអ្នកមិនមានជំនឿទាំងអ្នកមានជំនឿគប្បីធ្វើម៉េចឲ្យស្ថិតនៅក្នុងទិដ្ឋិមួយដែលប្រកបដោយសមាទិដ្ឋិចេះត្រេះរិះពិចារណាឲ្យបានត្រឹមត្រូវកុំតាមគេញាក់កុំតាមគេថាកុំតាមគេបង្ហាញគេបង្អួតព្រោះថា
លោកទាំងឡាយត្រូវចាំទុកថារឿងពិតលើលោកនេះណាមិនសូវឲ្យមនុស្សជក់ចិត្តដិតអារម្មណ៍ជាជាងរឿងសំដែងប្រមាណទេព្រោះថារឿងសំដែងគេស្គាល់ក្នុងការសំដែងដើម្បីឆក់យកនៅមនោសញ្ចេតនាអារម្មណ៍របស់យើងឲ្យចូលទៅមើលគេដើម្បីជាប្រយោជន៍ណាមួយជាដើមប៉ុន្តែរឿងពិតគឺកើតឡើងមិនដើម្បីអ្នកណាឃើញអ្នកណាមើលអ្នកណាមិនមើលទេតែវាកើតឡើងព្រោះបច្ច័យនៃភាពពិតរបស់វាយ៉ាងហ្នឹងយើងសពថ្ងៃនៅក្នុងរោងអង្គុយស្ដាប់ធម៌ហ្នឹងមានអ្នកធ្លាប់មើលរឿងទេហ៎អត់ធ្លាប់មើលរឿងទេធ្លាប់ទេដូចមិនជឿតែអត់ធ្លាប់មើលរឿងធ្លាប់ហេតុអីបានមើលរឿងព្រោះរឿងហ្នឹងវាល្អមើលមែនទេចុះហេតុដើម្បីបានរឿងហ្នឹងល្អមើលព្រោះគេលេងដើម្បីឲ្យមានអ្នកមើលនឹងហើយប៉ុន្តែរឿងពិតវាមានខ្វល់ថាអ្នកណាទៅមើលវាឬមិនមើលវាក៏អត់ខ្វល់ទេតែវាត្រូវកើតគឺកើតចឹងទៅមកនេះដូចឡានបើកក្រោយខ្នងយើងអញ្ចឹងភាពពិតគឺឡានបើកអញ្ចឹងគ្មានខ្វល់អ្នកណាមើលមិនមើលទេគឺថាឡានត្រូវតែបើកអញ្ចឹងភាពពិតអញ្ចឹងទៅប៉ុន្តែមនុស្សมันបានមើលភាពពិតនៃការបើកនោះទេមកមើលការសម្ដែងប៉ុន្តែសម្ដែងក្នុងទីនេះមិនមែនសម្ដែងឲ្យគេមើលទេតែសម្ដែងឲ្យគេស្ដាប់អញ្ចឹងការសម្ដែងនេះវាពិតទេវាថាពិតក៏បានថាមិនពិតក៏បានព្រោះការពិតត្រឹមតែថាជាការសម្ដែងប៉ុន្តែភាពមិនពិតគឺថាលើកយកនៅអតីតឬក៏អនាគតមកសងដែររឿងទាំងអស់នោះមិនគ្រាន់តែស្ដាប់ហើយមកមើលឃើញថាវាមានសភាពបែបណាទេត្រូវការឆ្លងកាត់ចរន្តគិតសិនចរន្តពិចារណាសិនដើម្បីឲ្យបានជាប្រយោជន៍ក្នុងជីវិតប្រចាំថ្ងៃរឿងអនាគតជាមេរៀនឲ្យយើងបានរឿងអតីតក៏ជាមេរៀនដែលយើងបានដែររឿងទាំងពីរនេះជាមេរៀនសម្រាប់ឲ្យយើងមកបន្ស៊ាំក្នុងការរស់នៅប្រចាំថ្ងៃយើងធ្លាប់ឆ្លងកាត់សង្គ្រាមហើយយើងខ្លាចសង្គ្រាមកាលដែលធ្លាប់ឆ្លងកាត់សង្គ្រាមជារឿងរបស់អតីតរឿងដែលខ្លាចកើតសង្គ្រាមជារឿងរបស់អនាគតប៉ុន្តែការខ្លាចនិងការធ្លាប់បោកមកគឺឲ្យមានសន្តិភាពក្នុងរាល់ថ្ងៃព្រោះយើងធ្លាប់ឆ្លងកាត់អារឿងមុនខ្លាចវាអញ្ចឹងទៀតហើយអាខ្លាចអញ្ចឹងទៀតនឹងហើយជាអនាគតបូកជាមួយនឹងអតីតសពថ្ងៃមនុស្សមិនមានហិង្សានឹងគ្នាព្រោះខ្លាចកើតសង្គ្រាមម្ដងទៀតជាប្រយោជន៍ទេចឹងអនាគតហើយអតីតវាបូកចូលគ្នាវាបានប្រយោជន៍ចឹងយើងធ្លាប់កើតជាកូនអ្នកក្រហើយយើងខ្លាចក្រអារឿងខ្លាចក្រជារឿងរបស់អតីតរបស់អនាគតតែអារឿងដែលធ្លាប់ក្រជារឿងរបស់អនាគតធ្វើឲ្យយើងមានជីវភាពប្រសើរក្នុងបច្ចុប្បន្នព្រោះរឿងខ្លាចហើយនឹងរឿងកន្លងបូកចូលគ្នាយើងសុខក្នុងបច្ចុប្បន្នរឿងគឺអញ្ចឹងឯងមិនមែនអនាគតសឹកតែអត់ប្រយោជន៍ក៏មិនមែនអតីតសឹកតែអត់ប្រយោជន៍ទេពាក្យសម្ដីដែលយើងលើកមកជាទ្រឹស្ដីនិយាយថាកុំខ្វល់ពីអតីតគ្រាន់តែជារឿងកន្លងទេកុំខ្វល់ពីអនាគតគ្រាន់តែជារឿងស្រមើស្រមៃទេប៉ុន្តែបើគ្មានរឿងកន្លងបូកចូលគ្នាជាមួយនឹងរឿងស្រមើស្រមៃ
តើបានភាពពិតបច្ចុប្បន្នមកពីណាតែប៉ុណ្្នឹងឯងដែលយើងឆ្លោះគ្នាតែរឿងក៏តែប៉ុណ្្នឹងដែរនេះចឹងចឹងសូមឲ្យលោកទាំងឡាយធ្វើដូចម្ដេចត្រេះរិះពិចារណាផងមុនស្ដាប់មុនជឿហើយអ្នកស្ដាប់ហ្នឹងមួយផ្នែកហើយប៉ុន្តែមួយផ្នែកទៀតគឺអ្នកនិយាយគឺថាយើងត្រូវប្រើភាសានិយាយបែបម៉េចកុំឲ្យលើសដល់តែយើងនិយាយឲ្យលើសវាកើតជារឿងដែលខុសខ្ញុំមិននិយាយណាខ្ញុំសរសេរតាវាអត់ខុសគ្នាទេមកតបឲ្យ4ទេចឹងដែរអញ្ចឹងគឺថាដើមហេតុគឺតែយើងអត់ច្បាស់លាស់ហើយអ្នកដែលមិនច្បាស់លាស់ហ្នឹងគឺថាបើកុំស្មានឲ្យហួសដឹងណាកុំស្មានឲ្យជៀនដឹងស្មានក្នុងរឿងដែលខ្លួនអាចដឹងបានណាតែកុំស្មានក្នុងរឿងដែលហួសដឹងតែស្មានហួសដឹងខុសហើយតែខុសហើយយើងកំពុងតែចូលជាចំណែកមួយដែលធ្វើឲ្យខុសហ្នឹងចឹងអញ្ចឹងមិនដឹងសុខចិត្តឆ្លើយថាមិនដឹងចប់សុខទៀតមិនសូវក្តៅក្រហាយណាស់តែយើងធ្វើស្មានឲ្យហួសដឹងដែរមិនដឹងតម្រឹមឈើទេណាដឹងជ្រាបព្រោះតែអាការដែលស្មានជាងដឹងហ្នឹងវាមិនទៅដល់ល្អជាអីមនុស្សខូចខាតប្រយោជន៍អីចឹងតែដូចប្រហែលថ្ងៃនេះវត្តដាក់រោងបុណ្យនៅវត្តមនុស្សចេះតែស្មានតគ្នាទៅខ្លះថាបុណ្យឆ្លងនេះខ្លះថាបុណ្យឆ្លងនោះខ្លះថាថ្ងៃនេះខ្លះថាថ្ងៃនោះស្ដាប់មើលទៅសឹកតែខុសទាំងហ្នឹងបានពីណាបានពីស្មានពីណាស្មានជាងដឹងអញ្ចឹងទៅរឿងពិតដឹងតែប្រមាណអ្នកនោះដល់រឿងដឹងតគ្នាច្រើនដឹងតគ្នាដឹងពីអ្នកមិនច្បាស់ទៅចិត្តតែទៅទៀតទៅបែកអូស្ទឹងអញ្ចឹងទៅថ្ងៃនឹងឃើញអញ្ជើញមកប្រពាក់ប្រពងទៅអញ្ចឹងជួនកាលរោងបុណ្យធ្វើទុកខែក្រោយអីចឹងទៅយើងមកខែនេះអីចឹងទៅហ្នឹងហើយតែគាត់ថារោងយើងធ្វើទុកខែនេះយើងមកខែក្រោយអីចឹងទៅអានេះអញ្ចឹងហើយតែយើងមកខ្វះតំណែងជាក់លាក់ក៏ខាតណាខាតទៅពេលចំណេញអីចំណេញតែថាចាញ់បញ្ឆោតឬក៏ថាចាញ់ការមិនពិតដោយយើងមិនច្បាស់លាស់ខ្លួនឯងជាដែរ
mà lì khmênh mà xua đó ông lì ta bon ngày đọc pram đọc của muôi đọc pê lê chân tư bon chlong spiên chlong bật tục tức ấy chlong nó mà spiên thường toàn hơi còn đây ngài nè chlong bật tục tức ấy và bật tục tức cái theo bạ sang khổ bạ sang tức nông toàn hơi còn toàn chlong ấy nên dương kết na miền ấy bị cha ra na chả lo nhung cái na thma pakka kalpi kal chlong rahat tức nó nhung pakka na pakka hay ta thành nẹt chùm nết chưa chẹt bán miền tập pi đề miền tập thiên cái nạ kamaka muối hay nâng cú sâu đam mùi ta cao pi nâng nón na có mình ăn miền phò rồi miền bất chẹt lẹ chun ở lúc này nó ắt chưa vọng đang ngày chế để chia na để vọng ắt ban là tê sơn liêm vọng nâng ngay cái hào thật chế chiêng rừng nó đang ngày mà cho năm prao tiệt thật chế chiêng rừng cái thành chân đang ngày và đăng tầm nâng prap tiệt lẹ thà nè này hơi để chia tầm nâng tục chặt bàn dường không từ chưa từ tầm nâng trong cao bị săn là sọc tới trong cao bị chia cà pia phong đây ta su ấy bị chia cà pia ta bỏ ăn nước nông ô bị chia cà pia nơi lư ô mình ta đăng bỏ ăn nước nông ô vào nó chưa nó chưa khó ai chẳng cho mình thà chỉ chơi chiêng rừng cái ta riêng ọt đạp ở vậy để bị đại phát đăng mà bỏ ông nằm chân nhưng mà cái nào cũng pol chẳng đặt khai bộ môi nó không sao nơi vọt thế rồi khai bộ môi nó chọp cầm về thi nông cào khai nó ro ngày nè người ta bồn nè có cái men mà rồi ngày nâng thế bài lừa phong khoa của mình đăng bàn té đã ngày kia nó đã tăng của man khai môn nó đầm bấy ta bàn thực bồn ngày nâng rồi hay chết từ từ rồi ở cầm vị trí đầm bay khai bùng pil nắng sống ra khai bùng pil nắng miên cầm vị trí trâm tại ngày thì đập ram về nắng đời xa từ tua mau pi bay buồn khai một máu chul chẳng cái ta miên cầm vị trí đại ban krong tục hái miên trâm té ngày thì đập ram khai ram pi cứ ta chọc cầm vị trí mấy cứ mình toàn từ tua tê chẳng hay bà con nào con mà cha cục ông mình bắt đã lịch khách ni môn màu tê nom tại ba rồi thiệp chạ sẽ đánh cứ thạc đó ở đây vào xa hay mình sưu tê liền cô rừng tê chỉ phải xét cứ thạc đó ở đây bà cóp sai chồng cả hai vừa sai vừa chồng ca sân tư nâng ế bình chân màu vót thà màu vót có bà đây rồi cây mình chuột rồi ông nâng chân hay dương để trên đây hay nàng côi chăm nâng côi chăm bà ông nơi các bài ấy tới thế và nơi chứ ngài ô tì ho đặc nhông gần mà tới chăm ở xa tại nơi ổ ra lấy cho ngồi tì ho ná hay chăm mà mệt
ចឹងវាខាតណាខាតហ្នឹងគឺថាខាតពេលវេលាខាតប្រយោជន៍ព្រោះតែមិនជឿព្រះអង្គនេះចឹងទៅបើយើងចង់មកអីចាំដល់ភ្ជុំបិណ្ឌអីតែជារដូវបុណ្យទានអីចឹងទៅហ្នឹងហើយតែរដូវកឋិនអីចឹងទៅណាចេញភាសាអីទៅនឹងគឺថាឱកាសច្រើនជាងបច្ចុប្បន្នដែលជាអាកាសចង្អៀតព្រោះថារដូវចូលព្រះវស្សាហើយគឺថាសង្ឃគប្បីចូលអភិរមសិក្សារៀនសូត្រសំងំនៅក្នុងកម្មដ្ឋានជាដើមជាកាតព្វកិច្ចរបស់សង្ឃគប្បីធ្វើព្រះអង្គមិនអោយសង្ឃឆ្វេកឆ្វាចសម័យដែលចូលវស្សាដោយសារតែឃើញទោសអំពីរដូវមានភ្លៀងមានស្រូវមានស្រែមានសត្វដែលមើលទៅមិនគប្បីមិនសមប្រសើរនឹងហើយបានព្រះអង្គឲ្យសង្ឃនៅស្ងៀមអីចឹងទៅអញ្ចឹងគឺថាយើងគប្បីសង្គ្រោះដល់សង្ឃនឹងហើយជាបុណ្យនោះគឺថាយើងគប្បីសង្គ្រោះដោយការត្រឹមត្រូវផ្ចិតផ្ចង់តាមក្បួនខ្នាតរបស់យើងកុំចង់ព្រោះថាលើលោកនោះដូចខ្ញុំបកណ្ណាណាសម្ដែងខាងដើមអញ្ចឹងថាអត់មានរឿងអ្វីដែលធ្វើឲ្យយើងបានដូចបំណងគ្រប់រឿងទេក្រៅពីហេតុបច្ច័យរបស់កម្មដោយឧទាហរណ៍ថាយើងចង់មកជួបខ្ញុំកណានៅវត្តអញ្ចឹងមកខ្ញុំកណាស្មាមិននៅនឹងវត្តតើនឹងចង់ដូចម្ដេចនឹងបានជួបមិនបានជួបទេនឹងអញ្ចឹងណាចឹងមិនមែនតែគ្រាន់តែចង់មួយយ៉ាងទៅបានទេបន្ទាប់តែអាស្រ័យហេតុបច្ច័យគ្រប់ចំនួនទើបធ្វើឲ្យយើងបានអញ្ចឹងយើងកុំអង្គុយតែចង់ណាចង់មើលកាលវេលាដូចចង់មកចង់ថ្ងៃហ្នឹងអញ្ចឹងចង់ទៅត្រូវឃើញតែមកទៅជួបទេដល់ថ្ងៃហ្នឹងចង់ត្រូវបើចង់ខុសថាមកថ្ងៃណាដែលមិននៅឯចេះតែថាចង់ណាកើតទេស្មាអញ្ចេះលោកណាស្មារងថ្ងៃជាមនុស្សបើអាត្មាកើតអ្នកតាទៅចេះតែអុជធុបបន់ទៅបន្តិចទៅនេះបន្តិចទៅនោះទៅណាហ្នឹងហើយបើតែកើតជាអ្នកតាអុជធុបបន់ហើយនេះទៅនោះបន្តិចទៅចេះតែទៅបានតាមគេអុជធុបបន់អីចឹងទៅតែយើងមនុស្សទៅឯណាបានតាមការអុជធុបបន់របស់មនុស្សហ្នឹងជួនកាលអាត្មាអត់នៅវត្តណាសង្វេគដែរអស់លោកខ្លះលោកអញ្ជើញមកពីឆ្ងាយអញ្ចឹងទៅណាច់តែចង់ជួបពេកអុជទៀនហើយអុជធុបទៀតហើយថ្វាយអង្គមកន្លែងដីហ្នឹងទៅថាសុំឲ្យព្រះអង្គមកអីចឹងទៅហើយកម្មវិធីនៅជាប់ឲ្យស្ទឹងត្រែងអីចឹងទៅហើយតែមករបៀបម៉េចហ្នឹងអញ្ចឹងដឹងដែរបំណងនោះពីអស់លោកឲ្យធុបបន់អីអញ្ចឹងទៅប៉ុន្តែមកមិនកើតជួនកាលស្មាននឹងនៅពងទេសនាឲ្យខេត្តឯណាឯណីអញ្ចឹងទៅឯនេះស្មាននឹងចាប់ផ្ដើមឲ្យធុបបន់បាត់ទៅព្រោះរៀងយប់ហើយនោះបន់ម៉ោង4មិនឈ្នះបងម៉ោង6មិនឈ្នះបងម៉ោង8មិនឈ្នះមកដណ្ដប់យប់នឹងអង្គុយបន់កើតចិត្តមិនដាច់អញ្ចឹងទៅក៏សុខចិត្តឲ្យតកងគ្នាបើកឡានពីឆ្ងាយមកដល់ម៉ោង10មកដណ្ដប់ជួបទៅឃើញទេខ្ញុំអុជធុបបន់ដូចបំណងមែនដល់កន្លែងណាដែលឆ្ងាយពេកទៅទៀតណាព្រះអង្គអើយខ្ញុំអុជធុបបន់2ថ្ងៃហើយទើបបានជួបថ្ងៃហ្នឹងនេះចា
បានថាសត្វមនុស្សណាអញ្ចឹងហ្នឹងតែទោះទោះជាយ៉ាងណាក៏ដោយបំណងអស់លោកមិនមែនជាបំណងអាក្រក់អីទេជាបំណងចង់បានសេចក្តីសុខជាបំណងល្អសម្រាប់ខ្លួនអស់លោកហើយប៉ុន្តែសូមឲ្យបំណងល្អនេះស្ថិតនៅក្នុងសតិសម្បញ្ញៈមួយដែលប្រកបដោយសមាធិជាអ្នកយល់ឃើញត្រូវជាអ្នកប្រកបត្រូវដើម្បីជាសេចក្តីសុខដើម្បីជាសេចក្តីចម្រើនដើម្បីជាប្រយោជន៍អស់កាលជាអង្វែងតរៀងទៅព្រះគ្រូចៅអធិការដែលនឹងត្រូវស្រោចស្រពសកុនថាវិរីឲ្យឡើងជាព្រះគ្រូចៅអធិការពេញសិទ្ធនេះគឺថាគប្បីលៃយ៉ាងម៉េចសហការគ្នាជាមួយនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យមែនតែនព្រោះថារាជបដោសិប្រទេសដែលមានព្រះរាជាគ្រប់គ្រងកាលណាប្រទេសដែលមានព្រះរាជាគ្រប់គ្រងគឺថាប្រទេសស្ថិតនៅក្នុងរាជអាជ្ញាអញ្ចឹងមកដល់បច្ចុប្បន្នប្រទេសកម្ពុជាយើងមានព្រះមហាក្សត្រប៉ុន្តែស្ថិតនៅក្រោមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់រដ្ឋច្បាប់ទាំងឡាយនោះមានចែងតាមជំពូកនៃសាសនាតែងតាមជំពូកនៃរដ្ឋាភិបាលក៏ដូចជាសមាជិកនៃរដ្ឋគឺប្រជាពលរដ្ឋហ្នឹងអញ្ចឹងកាលណាដែលគេតែងតាំងឲ្យយើងជាព្រះគ្រូចៅអធិការនេះមិនមែនគេតែងតាំងយើងឲ្យផ្ដាច់ខ្លួនមកសោយរាជតែឯងអីទេគឺថាគេឲ្យនៅសេចក្តីទុកចិត្តដើម្បីនឹងយើងងាយស្រួលក្នុងការសហការងារជាមួយនឹងព្រះមន្ត្រីសង្ឃព្រោះកន្លងមកដែលកើតជាអតិកោតាមដាលវត្តផ្សេងគឺភាគច្រើនព្រះចៅអធិការឬក៏អាចារ្យគណៈកម្មការមិនសូវជាសហការគ្នាជាមួយនឹងព្រះមន្ត្រីសង្ឃឬក៏ថាបានសហការហើយប៉ុន្តែមិនជិតស្និទ្ធជាមួយនឹងអាជ្ញាធរដែនដីរឿងទាំងពីរយ៉ាងនេះខុសមកខាងត្រូវមកខាងក៏មិនងាយស្រួលដែរដោយជាកិច្ចការងារកសាងឥឡូវនេះគឺថាដល់វគ្គកសាងព្រះវិហារហើយព្រះវិហារនេះពេលដែលកសាងមិនមែនគ្រាន់តែថាយើងនឹកឃើញកសាងយើងធ្វើទៅឯណាក៏ត្រូវការសុំច្បាប់អនុញ្ញាតហើយទន្ទឹមនឹងនេះសោតច្បាប់អនុញ្ញាតមិនមែនសញ្ញេឬក៏ឡាយប្រហោះលេខាចុះហត្ថលេខាតែជាមួយនឹងព្រះមន្ត្រីសង្ឃទេគឺថាត្រូវមានហត្ថលេខានិងត្រារបស់មេភូមិមេឃុំមេស្រុករហូតដល់មេខេត្តមន្ទីរពាក់ព័ន្ធអីជាដែរដើម្បីបញ្ជូនទៅក្រសួងសម្រាប់អនុញ្ញាតចេញជាសេចក្តីសម្រេចឲ្យបានកសាងព្រះវិហារថ្មីអីជាដែរអញ្ចឹងគឺថារាជបដោសិនេះត្បិតតែយើងដែលជាសំណាក់ក្នុងសាសនានេះស្ថិតនៅក្នុងដីដែលរួចពន្ធក៏ពិតមែនប៉ុន្តែយើងមិនមែនផ្ដាច់ខ្លួនពីរដ្ឋទេក៏មិនមែនជាសមាជិកដែលឯករាជ្យដែរក៏មិនមែនជាស្ថាប័នដែលឯករាជ្យដាច់ដទៃពីរដ្ឋដែរគឺស្ថិតក្នុងចំណុះនៃរដ្ឋទាំងមូលអញ្ចឹងហើយរាល់ការសម្រេចចិត្តឬក៏ការធ្វើការងារឯណានីមួយក៏បីប្រគណាគុណម្ចាស់លៃយ៉ាងម៉េចសហការឲ្យចិត្តស្និទ្ធជាមួយនឹងព្រះមន្ត្រីសង្ឃជាពិសេសព្រះមន្ត្រីសង្ឃស្រុកដែលព្រះអង្គមានប្រវត្តិមានក្នុងវេលាឱកាសនៃស្រេចគឺថាជាឪជាម៉ែជាច្រមុះជាតិចនឹងហើយបុរាណថាកំអាងអ្នកស្រុកឲ្យឆ្ងាយមានការអាសន្នអន់ក្រ
មួយឆ្នាំគេមក10 ដងអីមិនគ្រាន់បើទេចំណែកដាយឯងឪពុកឯងគឺថានៅជាមួយព្រឹកល្ងាចអញ្ចឹងថ្មីត្បិតតែមិនមែនកើតក៏ពិតមែនហើយប៉ុន្តែព្រះគ្រូអនុគុណព្រះមេគុណក៏ដូចជាព្រះសហការីអនុគុណព្រះសហការីគុណខេត្តជាដើមគឺថាជាពុកជាម្ដាយជាអ្នកឲ្យសុខឲ្យទុក្ខដល់យើងព្រោះពាក្យថាជាអ្នកមើលការខុសត្រូវនេះគឺជាអ្នកត្រួតទាំងការខុសនិងត្រួតទាំងការត្រូវត្រួតក្នុងទីនេះមិនមែនត្រួតបង្ខាំងមិនបិទសិទ្ធបំបិទសេរីអីទេគឺថាត្រួតបើសិនជាត្រូវក៏សូមឲ្យត្រឹមត្រូវស្ថិតនៅក្នុងច្បាប់តែបើសិនជាខុសក៏នឹងរកវិធីសាស្ត្រក្នុងការដោះស្រាយកែលម្អអញ្ចឹងក្នុងនាមយើងជាព្រះគ្រូចៅតិកាដែលនឹងត្រូវបានតែងតាំងនេះគេថាកប់បីយ៉ាងម៉េចប្រគុណម្ចាស់មានសេចក្តីចិត្តស្និទ្ធនៅក្នុងមូលដ្ឋានដែលយើងកំពុងតែកាន់កាប់ហើយឥឡូវនេះព្រះអង្គបានទទួលភារៈជាអ្នកគ្រប់គ្រងវត្តនេះហើយតាមតំណែងមកនឹងគឺថាមានផ្ទៃដីដែលត្រូវទទួលខុសត្រូវនឹងធំណាស់ដែលធំអញ្ចឹងមិនមែនជារឿងគួរអទេជារឿងគួរបារម្ភទៅវិញទេព្រោះថាកាន់តែធំគឺថាកាន់តែពិបាកព្រោះថាពេលខ្លះត្រឹមតែ100 ម៉ែត្រ4ជ្រុងនឹងយើងពិបាកក្នុងការគ្រប់គ្រងមើលថែទៅហើយចុះតម្រាំមានច្រើនរហូតដល់ពាន់អីយ៉ាងអញ្ចឹងទៀតគឺថាគប្បីយើងប្រើនៅគំនិតបញ្ញានឹងឲ្យត្រឹមត្រូវណាដើម្បីជួយមើលការខុសត្រូវធានាឲ្យបាននៅការថែរក្សាតាំងពីសម្បត្តិធម្មជាតិព្រៃភ្នំក្រំថ្មសត្វដែលគ្នាមកផ្ញើជីវិតអាយុសង្ខារអីជាមួយនឹងណាយើងនឹងហើយប្រគុណម្ចាស់គិតមើលទៅដើមឈើក្នុងទំហំដី2000 ហិកតានេះគឺថាមិនមែនតែសត្វទេដែលមកផ្ញើខ្លួនរស់នៅជាមួយនឹងប្រគុណម្ចាស់សូម្បីតែរុក្ខទេវតាឬក៏តាភូមិទេវតាហ្នឹងក៏មកផ្ញើខ្លួនជាមួយនឹងយើងដែរហើយបើសិនជាយើងបានទទួលជាព្រះចៅអតិក្រាហើយយើងមិនមែនមើលការខុសត្រូវតែប៉ុណ្្នឹងអីសំបីតែគ្នាជាទេវតារុក្ខទេវតារក្ខទេវតាដែលនៅរក្សាតាមចន្លោះភ្នំតាមព្រៃស្បាតឬក៏ដើមឈើធំព្រៃស្រោមអីទាំងអស់នេះសិតតែផ្ញើខ្លួនផ្ញើវាសនានឹងប្រគុណម្ចាស់ដែរឧទាហរណ៍ថាក្នុងដីអំណាចរបស់គុណម្ចាស់ដែលមានទំហំដីវត្តដល់ទៅ2000 ហិកតានេះគឺថាប្រគុណម្ចាស់ជាអនឲ្យគេកាត់ដើមឈើណាគេកាត់ដើមឈើហ្នឹងហើយតែក្នុងដើមឈើហ្នឹងមានរុក្ខទេវតានៅអាស្រ័យក្នុងនោះប្រគុណម្ចាស់ចង្អុលឲ្យគេកាត់គឺថាគេកាត់អញ្ចឹងតែបងចង្អុលឲ្យគ្រឿងចាក់កាយគឺថាគេកាយអញ្ចឹងតែបងមាននរណាហ៊ានប្រកែកប៉ុណ្ណឹងក្រោមអំណាចក្នុងការមើលថែរបស់យើងអញ្ចឹងបើយើងថែរក្សាឲ្យគង់វង្សរុក្ខទេវតារក្ខទេវតាហ្នឹងក៏គាត់បានទីលំនៅទៅតែបើយើងដកចេញឬក៏តាកាត់ចេញដោយប្រការណាទេអ្នកទាំងអស់នោះក៏ខ្វះខាតក្នុងការរកទីតាំងនៅថ្មីអញ្ចឹងទៅព្រោះតែអ្នកទាំងអស់នោះអាស្រ័យនៅយើងដែរអាស្រ័យនៅយើងដែរអញ្ចឹងបានប្រគុណម្ចាស់មានទំនួលខុសត្រូវ
ចឹងលៃយ៉ាងម៉េចសូមគ្រប់គ្រងដោយព្រហ្មវិហារធម៌ហើយត្រូវធ្វើខ្លួនឲ្យទៀបបុរាណលោកតាអង្គុយទៀបមើលបានឆ្ងាយហ្នឹងហើយតែឡើយងើយពេកមើលមិនឃើញអីទេអញ្ចឹងមិនឲ្យសុខចិត្តដាក់ខ្លួនឲ្យទៀបស្គាល់ត្រជាក់ស្គាល់ក្តៅបើយើងមិនបានធ្វើខ្លួនឲ្យទៀបឲ្យដល់នៃប្រភពបញ្ហានៃឫសគល់អីទេគឺថាយើងមើលមិនឃើញនៅដើមចងដែលជាបញ្ហាទេព្រោះថាសពថ្ងៃមិនមែនតែរាយរដ្ឋាភិបាលទេដែលមានបញ្ហាចោតនោះសូម្បីតែគណៈសង្ឃនាយកឬក៏ថាមន្ត្រីសង្ឃតាមខេត្តតាមស្រុកនីមួយនេះក៏សម្បូរទៅដោយអធិការក្នុងការដោះស្រាយដែរហើយអធិការនេះកើតឡើងព្រោះអ្វីអធិការកើតឡើងភាគច្រើនព្រោះអាស្រ័យការមិនយោគយល់គ្នានិងការដែលមិនសហការគ្នានឹងឯងជាពិសេសគណៈកម្មការអាចារ្យជាមួយនឹងព្រះសង្ឃដោយភាគច្រើនគឺថាច្រើនតែមានចំនួនកាលដែលយើងមិនទាន់មានច្បាប់មានសេចក្តីប្រកាសអីត្រឹមត្រូវសារាចរណែនាំអីត្រឹមត្រូវហ្នឹងគឺថាច្រើនតែមានចំនួនតាមដាលវត្តអារាមដោយសារតែបំពេញតួនាទីអីជាដើមដោយតួយ៉ាងគឺថាអាចារ្យគណៈកម្មការគាត់ក្រោយពីទទួលបានការសន្មត់តែងតាំងទៅជាព្រះគ្រូចៅអធិការហើយបានប្រកាសតែងតាំងទទួលស្គាល់ថាជាអាចារ្យគណៈកម្មការអីហើយច្រើនតែច្រឡំថាខ្លួនជាអ្នកត្រួតត្រាវត្តហើយប្រកាន់អំណាចរៀងខ្លួនទៅក៏កើតជាចំនួនបច្ចៅអធិការដែលបញ្ជាក់នៅក្នុងបរិយាសង្ឃប្រកាសឬក៏ប្រកាសនីយបត្រតែងតាំងនោះគឺថាឲ្យជាអ្នករំងាប់នៅអធិការបានន័យថាពាក្យនេះមិនដែលចោលទេមើលក្នុងសេចក្តីប្រកាសឲ្យជាអ្នករំងាប់នៅអធិការដែលកើតក្នុងវត្តបានន័យថាយើងមិនមែនជាចវាយនាយទៅក្នុងវត្តតែម្យ៉ាងទេប៉ុន្តែយើងជាអ្នករំងាប់នៅអធិការគឺបញ្ហាតូចធំដែលមានក្នុងវត្តហើយបើចង់ឲ្យបញ្ហានឹងកុំធំត្រូវតែឆាប់រងាប់ពីតូចហើយចំណែកអាចារ្យវិញគឺថាមានភារៈជាអ្នកដឹកនាំពុទ្ធបរិស័ទប្រព្រឹត្តឬក៏ប្រារព្ធនៅពិធីផ្សេងទៅតាមប្រពៃណីទំនៀមទម្លាប់ចំណែកគណៈកម្មការជាសេនាធិការដែលត្រូវជួយព្រះចៅអធិការឬក៏ព្រះគ្រូសូត្រស្ដាំឆ្វេងក្នុងការពិនិត្យសាងសង់នៅរាល់សមិទ្ធផលក្នុងវត្តឲ្យប្រកបបានដោយប្រសិទ្ធភាពនេះតួនាទីគឺមានតាមលំដាប់អញ្ចឹងប៉ុន្តែដល់តែយើងមិនបានស្គាល់នៅតួនាទីដែលជារបស់ខ្លួនក៏ច្រើនតែតាំងតម្កុំតម្កើងខ្លួនទៅជាអ្នកត្រួតត្រាវត្តជាអ្នកមើលការខុសត្រូវជាអ្នកចាត់ចែងវត្តទៅរហូតដល់កើតជាមានចំនួនអីចឹងគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទទាំងអស់ក៏បីជ្រាបថាអញ្ចេះបើសូម្បីតែគ្នាយើងក៏ឆ្លោះគ្នាបាត់ទៅហើយនោះតើទៅសង្ឃឹមអ្នកក្រៅឯណាដែលគេមកជួយយើងនោះអញ្ចឹងបើចង់ឲ្យអ្នកក្រៅគេចូលមកជួយយើងនោះត្រាតែយើងខាងក្នុងនេះធ្វើជាទឹកមួយដល់ត្រជាក់បានត្រីលោតពីអន្លង់ផ្សេងមករស់ជាមួយ
បើក្រន់តែទឹកមួយថ្លុកប៉ុណ្ណឹងត្រីមានប្រហែលមិនដល់20ក្បាលផងហើយរស់នៅមិនសុខប៉ុន្តែហើយថាត្រីក្នុងលងផ្សេងណានឹងហក់មកនៅជាមួយនឹងហក់មកផ្ញើវាសនាជាមួយនឹងហក់មកផ្ញើសេចក្តីទុកចិត្តជាមួយអញ្ចឹងយ៉ាងណាមិញវត្តអារាមក៏អញ្ចឹងដែរបើលោកម្ចាស់ចង់ឲ្យវត្តអារាមនេះមានភាពត្រជាក់ត្រជុំចម្រុងចម្រើនរុងរឿងនោះគឺថាស្គប់បីលោកម្ចាស់លៃយ៉ាងម៉េចឲ្យវត្តមាននៅសាមគ្គីធម៌ប្រកបដោយសេចក្តីរួបរួមសេចក្តីប្រណិប័តភាពស្មោះត្រង់និងកតាអនុគ្រោះជាចាំបាច់ដើម្បីជាប្រយោជន៍ដល់ខ្លួនយើងផ្ទាល់ជាបឋមប្រធានបើកាលណាខ្លួនយើងឬក៏សមាជិកដែលនៅក្បែរយើងជាមនុស្សមាននៅសេចក្តីសុខតាមរយៈផ្លូវកាយនិងចិត្តហើយនោះអ្នកដតីចូលមកក៏វានឹងកើតជាសេចក្តីសុខធំទៅប៉ុន្តែបើសូម្បីតែខ្លួនឯងនិងអ្នកជុំវិញមិនមានសេចក្តីសុខទៅហើយនោះអញ្ចឹងអ្នកដតីដែលចូលមកនឹងបង្កើតឲ្យទៅជាភាពក្តៅក្រហាយកាន់តែធំឡើងកុំគិតថាគ្នាច្រើនយើងសប្បាយអនោះមិនត្រូវទេព្រោះថាបើត្រូវផ្ដើមពីត្រូវម្នាក់អញ្ចឹងអ្នកដែលចូលមកតាមមេគានឹងក៏នឹងត្រឹមត្រូវច្រើនឡើងប៉ុន្តែបើអ្នកផ្ដើមតែម្នាក់ខុសអញ្ចឹងអ្នកដែលចូលមកដើរតាមមេគានេះនឹងខុសច្រើនឡើងដូចគ្នាអញ្ចឹងមិនមែនតែគ្នាច្រើនសឹកតែថាយើងគប្បីសប្បាយរីករាយត្រេកអរអីក្នុងនោះទេហើយមិនមែនតែគ្នាតិចសឹកតែមិនល្អនោះដែររឿងទាំងអស់មិនថាតិចឬច្រើនមិនថាយប់ឬថ្ងៃងងឹតឬភ្លឺទេតែងតែមានផលវិជ្ជមាននិងអវិជ្ជមានរបស់រឿងនិងហេតុនោះមួយព្រះអាទិត្យរះឡើងចែងចាំងល្អមានកម្ដៅថ្ងៃបែបនេះបើប៉ះអ្នកដែលគេហាលសណ្ដែកហាលស្រូវឬក៏ហាលសម្លៀកបំពាក់អីផ្សេងគេរមែងពោលថាថ្ងៃនេះល្អណាស់ប៉ុន្តែបើសិនជាសម្រាប់អ្នកដែលកំពុងដើរកាត់នៅកម្ដៅថ្ងៃហើយមានភាពស្រេកលើទឹកហេវហត់អស់កម្លាំងជាដើមរមែងត្អូញត្អែថាថ្ងៃនេះមានសភាពក្តៅខ្លាំងណាស់ថាថ្ងៃមានសភាពយ៉ាងនេះចំណែកពេលគ្មានថ្ងៃវិញពេលដែលមេឃចាប់ដើមសន្ទុំមានភ្លៀងអ្នកដែលប្រកបស្រូវស្រែដំណាំដាំដុះត្រូវការទឹកភ្លៀងរមែងត្រេកអរថាមេឃនេះអំណោយផលណាស់ភ្លៀងល្អណាស់ប៉ុន្តែចំណែកអ្នកដែលត្រូវធ្វើដំណើរប្រកបដោយឯកសណ្ឋានប៉ុន្តែមិនមានទីបិទបាំងនោះរមែងទាំងអូនទាំងឯងថាមេឃនេះហេតុអ្វីភ្លៀងយូរម្លេះហេតុអ្វីមិនស្រឡះសោះហេតុអ្វីគ្មានថ្ងៃរះជាដើមថាមេឃភ្លៀងវាមានសភាពយ៉ាងហ្នឹងទៅចុះប៉ុន្តែពេលយប់វិញពេលដែលយប់ក្នុងរនោចអន្តកាលអ្នកដែលសាសងផ្ដោះផ្ដងស្នេហាគ្នារមែងមិនឃើញនៅពន្លឺព្រះច័ន្ទហើយក៏ទាំងអូនទាំងអែថាហេតុអ្វីក៏គ្មានព្រះច័ន្ទសម្រាប់គយគុណសាសងជាដែរប៉ុន្តែបើត្រឡប់ជាចំខ្នើតថ្ងៃដែលច័ន្ទភ្លឺល្អវិញចោលលួចមន់រមែងទាំងអូនទាំងអែថាលោកខែភ្លឺម្លេះពិបាកក្នុងការទៅលួចមន់អញ្ចឹងគឺថារាល់
រឿងដែលកើតឡើងក្នុងលោកកើតមករមែងមានគូជាវិជ្ជមាននិងអវិជ្ជមានមកជាប់គ្នាអញ្ចឹងរឿងរ៉ាវដែលយើងត្រូវគោរពចំពោះជីវិតប្រចាំថ្ងៃមិនថាជីវិតជាកុហកជីវិតជាបព្វជិតឬក៏ថាជាមន្ត្រីសង្ឃមន្ត្រីរាជការអាណាប្រជានរាជឬក៏ថាភិក្ខុសាមណេរអីធម្មតានោះទេគឺថាមិនមានភាពលំបាករៀងខ្លួនជួនកាលសាមណេរកាលខ្លួននៅជាសាមណេរមិនទាំងអូនទាំងឯងថាស្មាមិនមាននៅលៀបដែលកើតឡើងពីបច្ច័យទាំងឡាយ4ចង់បរិភោគនៅកលៀនភេសជ្ជៈឬក៏ប្រើប្រាស់នៅជីវរឬក៏ប្រើប្រាស់នៅសម្ភារៈណាដែលកើតឡើងពីអត្តរិកលៀបក្នុងបច្ច័យ4មានការខ្វះខាតឲ្យទៅចិត្តចំណែនជាមួយនឹងព្រះចៅអធិការថាលោកបរិបូរដោយបច្ច័យទាំងឡាយ4ប៉ុន្តែពេលដែលសាមណេរដដែលហ្នឹងវិវត្តទៅរហូតបានទទួលតំណែងជាបច្ចៅអធិការលៀបជាអត្តរិកលៀបដែលកើតឡើងពីបច្ច័យទាំងឡាយ4រមែងសម្បូរដល់ភិក្ខុរូបនោះប៉ុន្តែដោយកតាបកិច្ចរវល់គ្មានពេលប្រើប្រាស់ក្នុងបច្ច័យទាំងឡាយ4នោះអញ្ចឹងទើបនឹកឃើញថាបើសិនជាប្រើជីវិតជាសាមណេរអ្វីត្បិតតែមិនសូវសម្បូរនៅអត្តរិកលៀបក៏ពិតមែនប៉ុន្តែមានឱកាសក្នុងការប្រើប្រាស់ក្នុងការទទួលដោយតណ្ហិភាពមិនចាំបាច់ត្រូវទទួលនៅភារៈច្រើនបែបច្រើនយ៉ាងរហូតដល់គ្មានពេលប្រើប្រាស់អីជាដែរអញ្ចឹងតែលើលោកនេះយប់នឹងថ្ងៃមាននឹងក្រខ្មៅនឹងសឬក៏តារឿងទាំងឡាយក្នុងលោកនេះសិតតែមានគូជាវិបត្តិនិងគូជាផលរំខាននិងផលដែលជាអំណោយគូគ្នាអញ្ចឹងតែមកយើងមិនអាចចងចាំឬតែរងចាំរឿងលើលោកហ្នឹងសង្ឃឹមតែរឿងហ្នឹងនឹងគ្រាន់បើតែរឿងហ្នឹងអត់មានរឿងជាក្តៅកាហាយអីគឺថាអត់ទេអញ្ចឹងរឿងក្តៅកាហាយរឿងណាសោកសៅនិងរឿងត្រេកអរគឺតែកើតមកគូគ្នាអញ្ចឹងបាទកាលណាតែយើងមានទំហំតូចយើងលើកបានរបស់ស្រាលទៅពេលណាយើងមានទម្ងន់ធ្ងន់ក៏តែយើងលើករបស់ធ្ងន់អញ្ចឹងដែរឧទាហរណ៍ថាដូចជាយើងនៅអាយុ7ឆ្នាំអញ្ចឹងចុះគេមិនដែលប្រើយើងឲ្យទៅធ្វើការធ្ងន់ទេគេឲ្យលើកយ៉ាងច្រើនក៏1កំប៉ុង2កំប៉ុងអីប៉ុណ្ណឹងឬតែ1គីឡូអីប៉ុណ្ណឹងយួរប៉ុណ្ណឹងទៅហើយយើងតំអូនតំអែថាធ្ងន់ណាស់ប៉ុន្តែក្នុងចំណោមមនុស្សក្មេងដែលមានអាយុ7ឆ្នាំនិង100នាក់ហើយមានមនុស្សធំម្នាក់ដែលជាមជ្ឈិមអវ័យតើគេនឹងឲ្យយួរអង្គ1គីឡូ2គីឡូនឹងអីទេគឺថាច្បាស់ណាស់គេត្រូវតែឲ្យយួរអង្គធំជាងនឹងច្រើនជាងនឹងហើយក្មេងដែលមានវ័យត្រឹម7ឆ្នាំហើយយួរអង្គ1គីឡូ2គីឡូស្រែកថាលំបាកតែមិនបានដឹងអំពីផលលំបាកមនុស្សដែលមានមជ្ឈិមអវ័យហើយយួរអង្គរហូតដល់30-40គីឡូដែលធ្ងន់ជាងទម្ងន់អង្គ1គីឡូ2គីឡូរបស់ខ្លួននឹងទេអញ្ចឹងគឺថារឿងទាំងអស់ហ្នឹងមនុស្សចង់មិនចប់កាលតូចចង់ធំពេលធំហើយចង់មកតូចឬក៏ថាពេលមានចង់ក្រពេលក្រចង់ប្រើជីវិតឲ្យមានឬក៏ថាយ៉ាងម៉េចគឺថានោះមានចិត្តមិននឹងធឹងមិននឹងណោប៉ុន្តែបើមានចិត្តបែបនោះហើយមិននឹងធឹងបែបនេះសួរថាជាប្រយោជន៍ទេប្រយោជន៍មិនមានទេតែអ្វីដែលយើងកប់បីលៃឲ្យសំខាន់នោះគឺថាចេះអប់រំទូមាននិងគ្រប់គ្រងនៅស្ថានភាពដោយយកចិត្តទុកដាក់ការគ្រប់គ្រងស្ថានភាពដោយយកចិត្តទុកដាក់នេះរមែងជាប្រយោជន៍ហើយរមែងជាសេចក្តីសុខហើយក៏រមែងជាសេចក្តីចម្រើនដែរព្រមមនុស្សដែលមាន
សេចក្តីម៉ត់ចត់និងម៉ាត់ស្យាត់ប្រកាន់ភ្ជាប់បែបនេះរមែងធ្វើរឿងមិនខុសកាលណាបុគ្គលធ្វើរឿងមិនខុសហើយរមែងមិនសូវនឹងមានភាពសោកសៅកាលណាភាពសោកសៅមិនមានហើយចិត្តក៏ជ្រះស្រឡះល្អទ្វារនៃសុខសតិក៏នឹងបើកប៉ុន្តែបើមនុស្សប្រព្រឹត្តរឿងខុសច្រើនអកុសលកម្មដែលកើតឡើងពីរឿងខុសនោះមានច្រើនបែបច្រើនយ៉ាងសេចក្តីសោកសៅសង្រោកសង្រែងក៏មានច្រើនកាលណាសេចក្តីសោកសៅសង្រោកសង្រែងមានច្រើនទោសនៃអបាយភូមិក៏បើកទ្វារសម្រាប់បុគ្គលពួកនោះដូចគ្នាអញ្ចឹងមនុស្សដែលទៅអបាយភូមិមិនមែនមនុស្សធ្វើបុណ្យច្រើនឬធ្វើបាបច្រើនអីតែមួយយ៉ាងទេមនុស្សដែលទៅអបាយភូមិគឺថាជាមនុស្សដែលមានចិត្តសោកសៅច្រើនមានចិត្តសៅហ្មងច្រើនមានមន្ទិលក្នុងចិត្តច្រើននឹងហើយជាផ្លូវដែលដំណើរទៅអបាយភូមិនោះដូចជាពនាងមលកាបានថ្វាយទានចំពោះព្រះអរិយបុគ្គលផងបានថ្វាយទានចំពោះព្រះសម្មាសម្ពុទ្ធផងប៉ុន្តែពេលស្លាប់ទៅភ្លាមនៅតែចុះនរកព្រោះអាស្រ័យអីព្រោះអាស្រ័យចិត្តសោកសៅជាកត្តាសិតចង្រោកសម្រែងជាកត្តាចុងក្រោយហើយបុគ្គលពួកខ្លះបានធ្វើបាបកម្មដ៏ច្រើនប៉ុន្តែទៀបនឹងមរណាទៅបានទទួលការអប់រំចិត្តមិនមានសេចក្តីសោកសៅចិត្តមិនមានសេចក្តីភ័យខ្លាចតក់ស្លុតនិងសោកស្ដាយជាមួយរឿងនឹងទង្វើដែលបានធ្វើចិត្តជ្រះស្រឡះល្អហើយក៏មានតែកើតក្នុងឋានសួគ៌ទេវលោកក៏តែមានអញ្ចឹងគឺថាដែលពោលមកខាងដើមនេះមិនមែនចង់ឲ្យបញ្ជាក់ថាយើងមិនបាច់ធ្វើបុណ្យអីទេមិនបាច់ធ្វើបាបអីទេគ្រាន់តែធ្វើចិត្តកុំឲ្យសោកសៅទៅបានតែកម្មដ្ឋានសួគ៌មិនមែនមានន័យអញ្ចឹងទេចង់បញ្ជាក់ថាទង្វើដែលយើងធ្វើប្រចាំថ្ងៃនេះហើយដែលជាកត្តាជំរុញផ្លូវចិត្តរបស់យើងឲ្យសោកសៅឬរីករាយកាលណាបើយើងក្នុងជីវិតប្រចាំថ្ងៃប្រព្រឹត្តរឿងដែលត្រូវដែលជាសមាជីវៈដែលជាសមាវេយាមៈឬក៏ជាសមាកមន្តៈជាដើមនោះគឺថាកាលណាដែលយើងប្រព្រឹត្តត្រូវដែលកាយវិជ្រឿងដែលជារឿងត្រឹមត្រូវនឹងមានបណ្ដើមកភាពសោកសៅនឹងមិនមានកើតឡើងដល់យើងទេប៉ុន្តែបើយើងសន្សំរឿងដែលជាទោសរឿងដែលជាកំហុសនោះរឿងទាំងអស់នោះវានឹងបង្កើនភាពសោកសៅសង្រោកសង្រែងឲ្យដល់យើងតទាប់ឥតឈប់ឈរហើយផលរបស់ភាពសោកសៅមានអបាយភូមិជាប្រធានផលនៃសេចក្តីសោមនស្សក្នុងអារម្មណ៍ទាំងឡាយជាពួងរមែងមាននៅសុគតិសួគ៌ជាប្រធានចឹងមានប៉ុណ្ណឹងដែលជារួមចំណែកក្នុងធម៌កថាព្រោះថាវែងឆ្ងាយទៅក៏មេឃដូចជាបណ្ណោតផលដល់អ្នកដែលអង្គុយខាងក្រៅក្រែងរងចាំយូរទៅកើតជាបញ្ហាផ្សេងទៅទៀតខ្ញុំកណាខ្ញុំប្រកេនប៉ុណ្ណឹងជាធម្មកថានឹងជូនដល់មហាវិជាពុទ្ធបរិស័ទក្នុងវេលាឱកាសនេះប៉ុណ្ណឹងឲ្យសូមលើកយកកងកម្មមហាកសលទាំងអស់ប្រកេនជូនបុគ្គលណាគុណម្ចាស់ព្រះមន្ត្រីសង្ឃដំលោកទាវអភិបាលក៏ដូចជាមេភូមិមេឃុំមេស្រុកទាំងអស់ដែលមានប្រវត្តិមានវត្តមានក្នុងវេលាឱកាសនេះមហាវិជាពុទ្ធបរិស័ទរួមទាំងអស់សូមឲ្យបានសម្បកបជួបប្រទះតែនឹងពុទ្ធពរទាំងឡាយ4ប្រការជីវណ្ណសុខៈពលៈបាត់ទាំងឡាយ3ប្រការមនុស្សទេវតាព្រះនិព្វានលោកទាំងឡាយប្រាថ្នាពរណាសម្បត្តិណានោះសូមឲ្យបានសម្រេចជាភ័យយកទៀតតរៀងទៅយ៉ាងធម្មទេសនាទេសេសាមនេះពេលធម្មបសេសទេសនាដែលសម្ដែងដោយខ្ញុំកណ្ណាទុបៀបមានប្រមាណប៉ុណ្ណេះប្រសិនមតចាប់តែប៉ុណ្ណេះឯងអេវ៉ា